ជំរាបសួរលោកគ្រូខ្ញុំឈ្មោះគឿនសុលិស័កមកពីក្រុម SV1 អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញអំពីការធ្វើ Synem- Symmetric Encryption ដោយប្រើ OpenSSL អញ្ចឹងការធ្វើ Symmetric Encryption គឺហ្នឹងគឺជាការ encrypt ដោយប្រើ key ដូចគ្នាសម្រាប់ទាំង encrypt និង decrypt code របស់យើងមកវិញដែលយើងមាន text មានអីចឹងទៅអញ្ចឹងឥឡូវខ្ញុំចូលទៅ Windows សំទោសខ្ញុំចូលទៅ Ubuntu server របស់ខ្ញុំអានេះខ្ញុំប្រើ GitBash ដែលខ្ញុំ remote ទៅកាន់ Ubuntu server របស់ខ្ញុំនៅក្នុង VisualBox អញ្ចឹងជាដំបូងខ្ញុំធ្វើការទៅបង្កើត folder មួយKatia ចឹងខ្ញុំបង្កើត folder មួយឈ្មោះថា Symmetric ចឹងបន្ទាប់ពីបង្កើតហើយខ្ញុំ cd ចូលទៅក្នុង folder ហ្នឹងចឹងនៅក្នុងfolder Symmetric នេះខ្ញុំទៅបង្កើត file មួយហើយនៅក្នុង file ហ្នឹងខ្ញុំមានដាក់ដូចជាអក្សរនៅក្នុងហ្នឹងអាហ្នឹងខ្ញុំបង្កើតជា file txt file text អញ្ចឹងខ្ញុំទៅបង្កើត info ខ្ញុំដាក់ text នៅក្នុងហ្នឹង hello encryption ហើយខ្ញុំឈ្មោះ file ហ្នឹងmessage.txt អញ្ចឹងវាគឺជា file text អញ្ចឹងបន្តទៅទៀតខ្ញុំប្រើ command cat message.txt អញ្ចឹងដើម្បីចូលទៅក្នុង file ហ្នឹងខ្ញុំប្រើ command cat message.txt នេះអញ្ចឹងនេះវាចូលទៅក្នុង file ហ្នឹងមានអត្ថបទមួយដែលខ្ញុំដាក់មុនហ្នឹង hello encryption អញ្ចឹងបន្តមកទៀតខ្ញុំទៅធ្វើការ encrypt file ហ្នឹងទៅជាខ្ញុំនឹង encrypt file message.txt ហ្នឹងដោយប្រើ OpenSSL និង algorithm AES ដក256.cbc អញ្ចឹងខ្ញុំប្រើ command OpenSSL ENC AES ដក256cbc so in message.txt out message.txt ចឹងកន្លែងដកសនេះចឹងកន្លែងដកសនេះគឺយើងដាក់វាដើម្បីសម្រាប់បន្ថែមសទៅក្នុង
ដំណើរការរបស់encryption របស់យើងដើម្បីឲ្យវាទាយ password ឬក៏ key កាន់តែពិបាកហើយនឹងកន្លែងដក in អឺវាកំណត់ file ដើមដែលយើងចង់ encrypt ហ្នឹងហើយ out វាចេញទៅឈ្មោះ file ដែលរក្សាទុកទិន្នន័យបានដែលបាន encrypt អញ្ចឹងតោះមកខ្ញុំធ្វើការ enter ឡើយនេះវារក password ខ្ញុំដាក់ password verify password ខ្ញុំ encrypt ហើយខ្ញុំធ្វើការ ls ដើម្បីចូលទៅ check មើលអញ្ចឹងនៅក្នុងfolder របស់ខ្ញុំsymmetric នេះឥឡូវយើងមាន file 2 file ទី1 file ដែលយើងបានបង្កើតមុនឈ្មោះ message.txt ជា file text ហើយវាក៏ជា file ធម្មតាហើយមួយទៀតនេះmessage.enx វាគឺជា file ដែលយើងបាន encrypt រួចហើយអញ្ចឹងខ្ញុំធ្វើការ cat ចូលទៅក្នុង file របស់យើងខ្ញុំសូមចូលទៅ file ដើមរបស់ខ្ញុំសិនដើម្បីtest ចឹងនេះ file ដើមដែលយើងអត់ទាន់បាន encrypt ហើយវា show file វា show អត្ថបទនៅក្នុង file text របស់យើងហ្នឹងhello encryption ចឹងខ្ញុំធ្វើការ cat ទៅ file ដែលយើងបាន encrypt ហើយចឹងនេះគឺជាអត្ថបទដែលយើងបាន encrypt ហើយយើងអត់អាចអានបានទេវាញ៉ៃចឹង file ខ្ញុំបានបង្កើតfile ដែលមានឈ្មោះmessage.txt ហើយនៅក្នុងហ្នឹងមានអត្ថបទឈ្មោះhello encryption ហើយខ្ញុំបាន encrypt វាទៅជា file encrypt ដែលវាមាននៅក្នុងនេះអត្ថបទរបស់វាដែលវាមិនមែនជា file ធម្មតាខ្ញុំមិនអាចអានបានទេអញ្ចឹងបន្ទាប់មកទៀតខ្ញុំទៅធ្វើការទៅទៅ random key ដោយប្រើopen ASL ខ្ញុំប្រើ command key ស្មើដុល្លារopen ASL rand ซึ่งនេះគឺជាការទៅ random key ខ្ញុំ enter ហើយតបមកទៀតខ្ញុំទៅបង្កើត IV អញ្ចឹងខ្ញុំទៅ command IV ដកស្មើដុល្លារ open ASL rand អញ្ចឹងខ្ញុំបង្កើតហើយខ្ញុំចូលទៅក្នុងទៅដើម្បីបង្ហាញ key ហើយនឹងIV ដែលខ្ញុំបានបង្កើត random បង្កើតមុនហ្នឹងEVGO ដុល្លារ
key trắngនេះគឺជា key ដែលខ្ញុំបាន random និងបង្កើតមុនហ្នឹងនេះហើយនឹង IV ដូចគ្នាដែលខ្ញុំបង្កើតយ៉ាង random អញ្ចឹងជំហានបន្ទាប់ខ្ញុំមកធ្វើការ encrypt ម្ដងទៀតដោយប្រើមធ្យោបាយទៅលើkey ហើយនឹងIV ម្ដងអញ្ចឹងខ្ញុំសូមប្រើ command open SSL enc .aes doc 256 cec k ហ្នឹងជា key ដុល្លារ key .iv ដុល្លារ iv .in ឈ្មោះ file ដែលខ្ញុំចង់ដែលខ្ញុំត្រូវencrypt txt ចូលមក out វិញដាក់ឈ្មោះវា message dot enc អញ្ចឹងកន្លែងដក K នេះគឺវា encrypt key វាសម្រាប់កំណត់encryption key ហើយ IV គឺសម្រាប់កំណត់ទៅលើ IV ហើយ input file គឺយើងប្រើ file message.txt ហើយ output គឺ output output file ដែល encrypt ហ្នឹងគឺឈ្មោះ message.enc អញ្ចឹង enter បន្ទាប់មកខ្ញុំ cat ដើម្បីចូល file message.enc ឥឡូវវាបង្ហាញmessage.cnc យើងឃើញទិន្នន័យដែលយើងមិនអាចយល់ព្រោះវាពិបាកនឹងយល់ព្រោះវា encrypt ហើយអញ្ចឹងឥឡូវខ្ញុំទៅធ្វើការ decrypt វាមកវិញដើម្បីបំបែកវាត្រឡប់មកវិញខ្ញុំប្រើ command open SSL enc .d decrypt aes .256 .cdc .k e .iv là iv in in ឈ្មោះ file ដែលយើងត្រូវ decrypt message.enc ហើយយើង out this decrypt decrypt .txt
ចឹងកន្លែងដក D នេះវាគឺជា option ដើម្បី decrypt file របស់យើងហើយយើងប្រើ key និង IV ដែលបានប្រើប្រើនៅពេលដែលយើង encrypt ហ្នឹងហើយនេះគឺជាឈ្មោះ file ដែលយើងនឹងdecrypt វាយើងដាក់ឈ្មោះនេះមកវិញអញ្ចឹងខ្ញុំ enter ហើយខ្ញុំអូកន្លែងនេះ IV អូខេអូខេdecrypt pt ចឹងនេះជា file ថ្មីដែលខ្ញុំបាន decrypt មកពី file message.enc នេះហើយវានឹង decrypt មកវិញហើយនេះគឺជាអត្ថបទនៅក្នុង file ហ្នឹងយើងធ្វើការ encrypt ហ្នឹង encryption ហ្នឹងដើម្បីការពារទិន្នន័យរបស់យើងអឺដោយអ្នកដែលមិនមានសិទ្ធិក្នុងការបើកក្នុងការអានឬក៏អ្នកដែលយើងមិនចង់ឲ្យដឹងពីការសន្ទនារបស់យើងនៅក្នុង file ហ្នឹងទេអឺគេអាចត្រឹមតែបើក file ហ្នឹងបានប៉ុន្តែគេអត់អាចយល់ថាក្នុងហ្នឹងយើងទៅសេអំពីអីឬក៏មានអីនៅក្នុងហ្នឹងទេអញ្ចឹងយើងធ្វើការ encrypt ដើម្បីកុំឲ្យគេអានបានហើយយើង decrypt វិញពេលដែលយើងឧទាហរណ៍ថាយើង send file មួយហ្នឹងទៅអ្នកណាអញ្ចឹងយើងឲ្យគេ decrypt ដើម្បីបើក file ហ្នឹងហើយគេអានយល់អញ្ចឹងបានន័យថាបើសិនជា file ហ្នឹងមានតែមនុស្ស2នាក់ដើម្បីមានសិទ្ធិមើលអញ្ចឹងអាចយល់តែ2នាក់ហ្នឹងទេក្រៅពី2នាក់ហ្នឹងមិនអាចយល់បានទេអញ្ចឹងវីដេអូរបស់ខ្ញុំចប់តែប៉ុណ្្នេះហើយសូមអរគុណលោកគ្រូ